សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីវិធីធ្វើទឹករសជាតិ strawberry សម្រាប់ច្រកដាក់ដបលក់ដូច្នេះគ្រឿងផ្សំរបស់យើងមានដូចជាទឹករសជាតិ Mading Fong វាមានច្រើនរសជាតិអញ្ចឹងបងប្អូនជ្រើសរើសរសជាតិណាក៏បានដែរណាតែថ្ងៃនេះនាងខ្ញុំជ្រើសរើសយករសជាតិ strawberry មកធ្វើដោយទឹក strawberry នេះមួយដបនេះគឺវាមានចន្លោះ760 ml ឥឡូវនេះយើងក៏ចាប់ផ្ដើមធ្វើទាំងអស់គ្នាដោយយើងប្រើជាមួយនឹងទឹកដាំទឹកក្តៅដែលយើងដាំពុះហើយយើងទុកទឹកនៅត្រជាក់សិនមកយើងយកមកឆុងចំនួន 2000 ml វាស្មើនឹង 2 លីត្របន្តមកទៀតយើងក៏ប្រើជាមួយនឹងទឹក strawberry Mading Fong នឹងចំនួន 300 ml គឺយើងចាក់ទឹក strawberry នឹងឲ្យដល់លេខ300នឹងមករួចហើយយើងក៏ចាក់ទឹក strawberry របស់យើងចូលទៅក្នុងទឹក 2 លីត្ររបស់យើងនឹងមកបន្តមកទៀតយើងក៏កូរល្បាយ strawberry ជាមួយនឹងទឹកឆ្អិនរបស់យើងនឹងឲ្យវាចូលគ្នាល្អមករួចហើយយើងក៏បន្ថែមជាមួយនឹងទឹកស្ករចំនួន 100 ml ទៀតមកជាការស្រេចចំពោះទឹក 2 លីត្រគឺយើងប្រើទឹកស្ករ 100 ml គឺថែមមកល្មមដោយសារតែទឹក strawberry របស់យើងមានជាតិផ្អែមមានជាតិជូរក្នុងនឹងរួចស្រេចហើយអញ្ចឹងយើងបន្ថែមទឹកស្ករតែ 100 ml ទៀតមកគឺថែរសជាតិមកល្មមអត់ផ្អែមពេកទេបងប្អូនបន្តមកទៀតយើងក៏កូរល្បាយទាំងអស់ហ្នឹងចូលគ្នាឲ្យសព្វមកបន្ទាប់ពីវាត្រជាក់ហើយយើងក៏ច្រកវាចាក់ចូលទៅក្នុងដបតូចៗគឺយើងចាប់ផ្ដើមច្រកចូលម្ដងមួយចឹងមកណាចំពោះមេនុយទឹក strawberry នេះដែរបងប្អូនគឺរសជាតិរបស់វាជូរអែមឆ្ងាញ់ហើយចំណែកដើមអស់តិចទៀតគឺចំណែកទាំង strawberry ទាំងទឹកស្ករយើងចំណែកដើមអស់តែ 5000 ទេហើយនឹងនៅថ្លៃដបទៀតអញ្ចឹងចំពោះទឹក strawberry 2 លីត្រនេះគឺយើងច្រកបាន10ដបចំណុះ 220 ml នេះបងប្អូនចឹងបងប្អូនគុណគូតាមនឹងទៅថាគូលក់មក10ម៉ែនអញ្ចឹងណាឥឡូវនេះទឹក strawberry របស់យើងក៏បានរួចរាល់ហើយប៉ុន្តែមុននឹងយើងញ៉ាំគឺយើងត្រូវក្លាសេវាឲ្យបាន12ម៉ោងឬក៏មួយយប់សិនបានវាចូលជាតិឆ្ងាញ់យើងញ៉ាំភ្លាមគឺរសជាតិខុសគ្នាពីដែលយើងក្លាសេទុកឲ្យត្រជាក់មួយយប់សិនណាយើងក្លាសេទុកគឺរសជាតិរបស់វាឆ្ងាញ់បងប្អូនឥឡូវនេះសូមបងប្អូនមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេឬក៏គ្រឿងផ្សំតែគុជអាចតាក់ទងបានខាង page ដែលនាងខ្ញុំបានដាក់នេះសូមអ្នកទាំងអស់គ្នាជួយចុច like page ឬក៏ជួយ subscribe channel YouTube ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតអរគុណច្រើនអ្នកទាំងអស់គ្នា